មុនពេលការកកើតឡើងនៃអាណាចក្រនៃឋានបាតាមុនពេលដែលអាចកំបាំងត្រូវបានរក្សាទុកគឺមានសំឡេងច្រៀងយ៉ាងបំពេនៅក្រោមផ្ទៃទឹកគេគ្រប់គ្នាចង់ឃើញពន្លឺតែពួកគេឃុំឃាំងយើងទុកក្នុងងឹតយ៉ាងស្ងប់ស្ងាត់ខ្មៅងងឹតបានកើតឡើងវិញតលយៈភាពនៃផែនដីនឹងត្រូវបាត់បង់រលកនៃភ័យមហន្តរាយនឹងត្រឡប់មកវិញតាមពាក្យបណ្ដាសាតុល្យភាពនៃផែនដីត្រូវបានបញ្ចប់សមុទ្រនឹងលេបត្របាក់ដីគោកហើយយើងនឹងគ្រប់គ្រងផែនដីទាំងមូលអ្នកទាំងអស់គ្នាបំភ្លេចខ្ញុំបាត់ទៅហើយតែខ្ញុំជាផ្នែកមួយនៃការរក្សាតុល្យភាពនៃផែនដីនេះដែលមិនអាចខ្វះបានសុវណ្ណរាជមិនមែនប្រយុទ្ធដើម្បីសន្តិភាពទេកុមារនេះគឺជាព្រះនៃសន្តិភាពចាប់ពីពេលនេះទៅឋានបាតាគ្មានពាក្យបណ្ដាសាទៀតទេគឺមានតែជំរើសប៉ុណ្ណោះនេះមិនមែនជាចុងបញ្ចប់នោះទេវាគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះការចាប់ផ្ដើមនៃជីវិតរបស់ពិភពលោកដែលពោរពេញទៅដោយការស្អប់